សម្ដេចមហាបបរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីកម្ពុជាបានប្រកាសថាកម្ពុជានឹងដោះស្រាយបញ្ហាព្រំដែនជាមួយភាគីថៃជុំវិញភាពចម្រុងចម្រាស់នៅប្រាសាទតាមាន់ធំប្រាសាទតាមាន់តូចតាក្របីនិងតំបន់មុំបីទៅតុលាការយុត្តិធម៌អន្តរជាតិ ICJ ជុំវិញបញ្ហាក្តៅគគុកនេះមានតែផ្អែកលើមូលដ្ឋានបច្ចេកទេសនិងច្បាប់អន្តរជាតិទើបអាចបញ្ចប់វិវាទនៅតំបន់រសើបទាំងនេះក៏ដូចជាបន្តការងារវាស់វែងខណ្ឌសីមានិងបបង្គោលព្រំដែននៅតំបន់មិនទាន់ឯកភាពគ្នាដោយសន្តិវិធីនេះបញ្យងតាមរយៈបណ្ដាញសង្គមរបស់នាយករដ្ឋមន្ត្រីកម្ពុជានៅថ្ងៃទី1ខែមិថុនាឆ្នាំ2025ការដាក់ចេញនូវគម្រោងយកបញ្ហាប្រាសាទតាមាន់ធំប្រាសាទតាមាន់តូចតាក្របីនិងតំបន់មុំបីទៅតុលាការយុត្តិធម៌អន្តរជាតិបន្ទាប់ពីសម្ដេចមហាបបរធិបតីបានជួបប្រជុំជាមួយថ្នាក់ដឹកនាំកងទ័ពនៅព្រំដែនជុំវិញសភាពការចាត់ស្ដែងនៅព្រំដែនកម្ពុជាថៃបើតាមសម្ដេចប្រមុខរាជរដ្ឋាភិបាលបានលើកឡើងថាកម្ពុជាប្រកាន់ជំហរដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធីតាមរយៈការប្រើប្រាស់យន្តការបច្ចេកទេសនិងច្បាប់អន្តរជាតិជាគោលដោយឈលលើស្មារតីខាងលើនេះសម្ដេចមហាបបរធិបតីបានបញ្ជាឲ្យគណៈកម្មការព្រំដែនចម្រុះកម្ពុជាធ្វើកិច្ចការចំនួន2ដូចតទៅ1រៀបចំការប្រជុំគណៈកម្មការព្រំដែនចម្រុះកម្ពុជាជាមួយភាគីថៃដើម្បីដោះស្រាយបញ្ហាព្រំដែននិងបន្តការងារវាស់វែងខណ្ឌសីមានិងបបង្គោលព្រំដែននៅរវាងប្រទេសទាំងពីរ2ត្រៀមដាក់ចូលក្នុងរបៀបវិរៈសម្រាប់កិច្ចប្រជុំគណៈកម្មការព្រំដែនចម្រុះកម្ពុជាពាក់ព័ន្ធការយកបញ្ហាប្រាសាទតាមាន់ធំប្រាសាទតាមាន់តូចតាក្របីនិងតំបន់មុំបីទៅតុលាការយុត្តិធម៌អន្តរជាតិតែម្ដងសម្ដេចមហាបបរធិបតីហ៊ុនម៉ាណែតបានគូសរំលឹកផងដែរថាដោយសារក្នុងពេលថ្មីនេះស្ថានភាពឈានដល់ចំណុចក្តៅនៅតំបន់មុំបីប្រាសាទតាមាន់ធំនិងប្រាសាទតាមាន់តូចមានសកម្មភាពជាបន្តបន្ទាប់របស់ក្រុមជ្រុលនិយមមួយចំនួនតូចបានបំផុសចលនាជាតិនិយមក្នុងប្រទេសទាំងពីរដែលឈានទៅការប្រជុំមុខដាក់គ្នាសាជាថ្មីនៅពេលខាងមុខបើទោះបីជាយ៉ាងណាសម្ដេចប្រមុខរាជរដ្ឋាភិបាលបានអាងថាមិនថាកម្ពុជាព្យាយាមដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធីតាមយន្តការបច្ចេកទេសនិងច្បាប់អន្តរជាតិក៏ដោយក៏កម្ពុជានៅរក្សាសិទ្ធិក្នុងការការពារបូរណភាពទឹកដីរបស់ខ្លួនតាមគ្រប់មធ្យោបាយរួមទាំងការប្រើប្រាស់កងកម្លាំងប្រដាប់អាវុធក្នុងករណីមានការព្យាយាមឈ្លានពានទឹកដីកម្ពុជាដោយប្រើប្រាស់កម្លាំងកងទ័ពសូមរំលឹកជូនថានៅព្រឹកថ្ងៃទី28ខែឧសភាឆ្នាំ2025មានការប៉ះទង្គិចរវាងកងទ័ពកម្ពុជានិងកងទ័ពថៃបានបណ្ដាលឲ្យបាត់បង់ជីវិតកងទ័ពកម្ពុជាម្នាក់ដែលបានកាត់ឡើងនៅភូមិដេជោមរតកឃុំមរតកស្រុកចောင်းខ្សានខេត្តព្រះវិហារហេតុការណ៍នេះបានកាត់ឡើងដោយកងទ័ពថៃបានធ្វើការបាញ់ប្រហារមុនមកលើលេនដ្ឋានដែលជាទីតាំងឈរជើងរបស់កងទ័ពកម្ពុជា